តោះមកដឹងពីអត្ថប្រយោជន៍ឈុតពីរមុខនេះបាទដែលមានទី1គឺតោស្ដីរឹសហើយមានទី2នេះគឺតោមហាមើមបាទដែលសម្រាប់តោស្ដីរឹសនោះគឺមួយកដុងចំណុះ5លីត្រហើយមួយកដុងនេះគឺយើងមានកែវវ៉សេសេនឹងឲ្យស្រេចសម្រាប់បងប្អូនយកទៅប្រើប្រាស់គឺងាយស្រួលមែនតើហើយសម្រាប់អត្ថប្រយោជន៍គឺបងប្អូនបានទាំងត្រាំដើមពូជដលងបានទាំងបាញ់បំពន់ទៅលើស្លឹកដើម្បីជំរុញការលូតលាស់បាទចំពោះការត្រាំដើមពូជដលងគឺវាជួយឲ្យដើមដលងបងប្អូនធន់ជាមួយនឹងអាកាសធាតុជួយឲ្យភ្នែកដំឡូងឆាប់ភ្ញាក់ឆាប់ចេញប្រឡូកឆាប់ចេញស្លឹកហើយជាពិសេសគឺជួយទៅដល់ឫសជួយឲ្យឫសដលងបងប្អូននេះគឺឆាប់ចេញបានច្រើនឫសដំឡូងដែលមានសុខភាពល្អដែលអាចបំលែងទៅជាមើមនៅពេលខាងមុខបាទហើយចំពោះការបាញ់បំពន់សម្រាប់ពេលដែលបងប្អូនបាញ់បំពន់ជាមួយនឹងតោស្ដីរឹសគឺជួយឲ្យដើមដំឡូងបងប្អូនមានភាពរឹងមាំល្អស្ទុះលូតបានវែងឫសចាក់បានជ្រៅហើយជាពិសេសគឺស្លឹកដលងបងប្អូនគឺស្លឹកមានពណ៌បៃតងស្រស់ល្អបានយូរហើយមួយមុខនេះវិញគឺតោមហាមើមដែលតួនាទីគឺវាជួយទៅបំពន់ផ្នែកមើមដំឡូងជួយឲ្យមើមដំឡូងបងប្អូនចេញបានច្រើនដោយសារវាជួយទៅបំលែងពីឫសហ្នឹងឲ្យទៅជាមើមជួយពន្លឿនក្នុងការពង្រីកហើយនិងពង្លូតមើមដំឡូងបងប្អូនជាពិសេសគឺជួយឲ្យកម្រិតសាច់ម្សៅដំឡូងបងប្អូនកម្រិតសាច់ម្សៅ DC នោះគឺដាក់បានណែនល្អបានខ្ពស់ល្អដែលធ្វើឲ្យទម្ងន់ដំឡូងបងប្អូនគឺមើមនោះគឺវាធ្ងន់ល្អអញ្ចឹងបងប្អូនដែលដាំដុះដំណាំដំឡូងគឺប្រើតាមមួយឈុតពីរមុខនេះគឺបានមកចប់តែម្ដងអញ្ចឹងបងប្អូនដែលចង់បានជីថ្នាំយកទៅប្រើប្រាស់អាចឆាតជុំ page បានហើយបងប្អូនដែលមានជាសំណួរចម្ងល់ក៏អាចសួរនាំនៅក្នុងវីដេអូនេះបានដូចគ្នាអរគុណច្រើនបងប្អូនដែលបានទស្សនាវីដេអូនេះ